ជំរាបសួរដល់បងប្អូនសិស្សានុសិស្សដែលកំពុងតែតាមដានទស្សនាវីដេអូរបស់លោកគ្រូហើយយើងថ្ងៃនេះយើងចូលមកដល់មេរៀនថ្មីមួយទៀតហើយបន្តពីមេរៀនអំណានថ្ងៃមុនដល់អំណានម៉ោងមុនគឺម៉ោងយើងរៀនអំពីអំណានគេរឿងអីបងប្អូនចាំទេគឺរឿងកុកហ្នឹងនឹងក្អែកអញ្ចឹងពេលនេះយើងបន្តមេរៀនយើងថ្មីមួយទៀតគឺមកដល់ណាការនិយាយអូនឃើញរូបនេះណាបងប្អូននេះរូបមាត់ហ្នឹងគឺថារូបបបេមាត់ហ្នឹងគឺជាការនិយាយហើយការនិយាយរបស់យើងចំណងជើងយើងគឺការណាណែនាំនិងផ្ដល់ព័ត៌មានអំពីខ្លួនឯងមានន័យថាការណែនាំហើយនិងផ្ដល់ព័ត៌មានអំពីខ្លួនឯងទៀតយើងណែនាំមិនដេចដូចមិនដេចខ្លះទៅដល់អ្នកដទៃយើងត្រូវណែនាំគេរបៀបម៉េចហើយយើងត្រូវណាផ្ដល់ព័ត៌មាននេះទៅគេទៅឲ្យគេដឹងមិនខ្លះអំពីខ្លួនយើងនេះបាទអញ្ចឹងចំណងជើងហ្នឹងគឺថាអូនត្រូវយល់អញ្ចឹងអ្វីក៏ដោយក៏ត្រូវប្រកបដោយការនិយាយណាត្រឹមត្រូវច្បាស់លាស់ការនិយាយរបស់យើងឲ្យបានល្អដើម្បីណែនាំទៅកាន់គេឲ្យគេយល់អំពីយើងហើយយើងផ្ដល់ព័ត៌មានចាំបាច់ដែលគេចង់បានអូខេអញ្ចឹងបងប្អូនយល់ហើយណាបងប្អូនអញ្ចឹងនៅក្នុងមេរៀននេះលោកគ្រូចាប់ផ្ដើមអាននៅមេរៀនឲ្យបងប្អូនតែម្ដងដោយសារថាបងប្អូនរៀនតាមអនឡាញរៀនតាមទូរវីដេអូអញ្ចឹងគឺថាមានតែការអានហើយអូនមើលសភៅភ្ជាប់ជាមួយលោកគ្រូដើម្បីយើងពិនិត្យទាំងអស់គ្នាហើយអូនត្រូវមើលតាមលោកគ្រូតាមលំដាប់ដោយតាមនឹងទៅបាទអញ្ចឹងនៅក្នុងអត្ថបទការនិយាយរបស់យើងនៅក្នុងនេះគេថាថ្ងៃមួយសំទោសថ្ងៃនេះជាថ្ងៃទី1នៃឆ្នាំសិក្សាថ្មីណាចាំមើលការនិយាយរបស់គេថាមិនខ្លះអ្នកគ្រូបានហៅណាសិស្សម្នាក់ម្ដងម្នាក់ឲ្យធ្វើការណែនាំខ្លួនឲ្យមិត្តភ័ក្តិរួមថ្នាក់បានស្គាល់ខណ្ឌចូលពិនិត្យការណែនាំខ្លួនរបស់ Darwin ខាងក្រោមនេះណា Darwin ចាប់ផ្ដើមធ្វើការណែនាំណានិយាយរបស់គេជំរាបសួរអ្នកគ្រូបាទសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំឈ្មោះ Darwin ជាសិស្សមកពីសាលាបឋមសិក្សាសុភមង្គលសប្តាហ៍ថ្ងៃខ្ញុំរស់នៅភូមិណាបប្រកខាងជើងសង្កាត់កាកាបខណ្ឌដង្កោរាជធានីភ្នំពេញឪពុកខ្ញុំជាគ្រូបង្រៀនម្ដាយខ្ញុំជាមេផ្ទះខ្ញុំមានបងប្អូន3នាក់ខ្ញុំជាកូនទី2កាលពីថ្នាក់ទី6ខ្ញុំជាសិស្សពូកែម្នាក់ដែរពិសេសមុខវិជ្ជាភាសាខ្មែរខ្ញុំសូមបញ្ចប់តែត្រឹមនេះសូមអរគុណអ្នកគ្រូបាទនេះហើយគឺជាការនិយាយរបស់ Darwin បាទទៅប្រាប់ដល់មិត្តភ័ក្តិនៅក្នុងថ្នាក់អូខេបងអូនយល់បានណានេះគឺការនិយាយអញ្ចឹងណាការនិយាយឲ្យវាមានចំណុចមានណាជំរាបសួរដំបូងវាត្រូវការមានការគេថាភាសារំទុំណាគោរពជំរាបសួរអ្នកគ្រូរួចហើយគឺថាសួស្តីមិត្តភ័ក្តិទាំងអស់ដូចគ្នារួចហើយខ្ញុំឈ្មោះអីអូនឈ្មោះអីណាប្រាប់ទៅអូនឈ្មោះ Darwin អញ្ចឹងទៅជាសិស្សមកពីណាពីមុនបាទហើយសប្តាហ៍ថ្ងៃរស់នៅណាឪពុកម្ដាយធ្វើអីមានបងប្អូនម៉ានាក់ហើយក៏យើងជាកូនទីម៉ានកាលមុនរៀនថ្នាក់អីរៀនពូកែអត់ពិសេសពូកែលើមុខវិជ្ជាណាអញ្ចឹងប៉ុណ្្នឹងឯងបងប្អូនហើយក៏បញ្ចប់ទៅណាបាទអញ្ចឹងគឺនេះជាអ្វីដែរណាDarwin និយាយហើយបើបងប្អូនវិញប្រហែលជាអាចងើបនិយាយបានដែរបងប្អូនណាបើគ្រូហៅឲ្យងើបនិយាយបានអត់ប្រហែលជាបានដូចតែគ្នាហ្នឹងបាទអូខេយើងចូលដល់សំណួរមេរៀននេះមិនជាលំបាកប្រហែលទេប៉ុន្តែយើងត្រូវចេះក្នុងការនិយាយផងដែរណាអញ្ចឹងសំណួរគឺមាន5សំណួរទី1តើ Darwin ជាសិស្សមកពីសាលាណាអូនត្រូវដឹងពីសាលាណាមិញហ៎អូនឃើញដូចជាសាលាសុភមង្គលហ្នឹងមិនអញ្ចឹងហ៎ទី2សប្តាហ៍ថ្ងៃគេរស់នៅឯណាគេរស់នៅឯណាយើងផ្សេងនេះមកហើយទី3តើឪពុកម្ដាយរបស់គេប្រកបរបរអ្វីណាមួយធ្វើអីឪពុកធ្វើអីម្ដាយធ្វើអីមិញហើយជាចាំឯងបងប្អូនទាំងអស់គ្នាទី4តើ Darwin មានបងប្អូនប៉ុន្មាននាក់គេជាកូនទីប៉ុន្មានសំណួរសិតតែស្រួលហ่าតបត់នឹងបង្ហាញអស់លីងហ្មងបាទទី5ក្នុងនាមខ្លួនក្នុងការណែនាំខ្លួនរបស់ Darwin ហ្នឹងបង្ហាញចំណុចសំខាន់អ្វីខ្លះអញ្ចឹងសំណួរទី5ហ្នឹងរឿងពិសេសព្រោះលោកគ្រូបានប្រាប់ឲ្យបង្ហាញអីខ្លះមិញបងប្អូនឃើញណាគ្រូរៀបរាប់ឲ្យមិញណាបាទរួចហើយមានលំហាត់មួយតាមលំហាត់នេះអូនត្រូវយកធ្វើទៅផ្ទះជា homework ជាកិច្ចការណាបាទលំហាត់នេះគឺថាម៉េចចូលអ្នកណែនាំខ្លួនឲ្យមិត្តភ័ក្តិរបស់អ្នកបានស្គាល់តាមលំនាំនៃការណែនាំរបស់ David ខាងលើនៅពេលបង្ហាញនិងណែនាំខ្លួនយើងក៏3ទី1បង្ហាញអរិយាប័ត្រឲ្យបានសមរម្យគឺមានន័យថាម៉េចអរិយាប័ត្រលើកដៃសំពះសូមជម្រាបសួរអីចឹងណាបាទលើកដៃណាឃើញលើកដៃជម្រាបសួរគ្រូជាមុននិងជម្រាបសួរមិត្តភ័ក្តិរួមថ្នាក់ប្រើសម្ដីច្បាស់លាស់សមរម្យទន់ភ្លន់ទី4បង្ហាញព័ត៌មានផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់អញ្ចឹងអូនត្រូវកត់អាហ្នឹងដាក់ក្នុងសៀវភៅណា
គាត់អានេះក្នុងសភៅឲ្យដាក់ចម្លើយឲ្យទៅសេអ្វីដែរតែបងអូនត្រូវធ្វើអញ្ចឹងអូខេលោកគ្រូមកបង្ហាញចម្លើយជាមួយនឹងអ្វីដែលយើងអាចថាធ្វើទៅបានលំហាត់អីណាអូខេអញ្ចឹងតើយ៉ាងម៉េចវិញយើងនឹងសិក្សាទៅលើសំណួរនេះទៀតសំណួររបស់អត្ថបទរបស់យើងតើយ៉ាងម៉េចបាទអញ្ចឹងសំណួរចម្លើយហ្នឹងគឺថាយើងងាយស្រួលទេបាទអត់ពិបាកទេហើយបងប្អូនសុំទោសលោកគ្រូវាបង្ហាញនឹងនេះទៅដូចអញ្ចឹងទៅវារឿងពិបាកបន្តិចពិសេសគឺបងប្អូនទាំងអស់គ្នានោះណាមើលតាមលោកគ្រូវល់ហើយបងណាប៉ុន្តែមិនជាអីទេដើម្បីនេះយើងត្រូវតែព្យាយាមណារៀនសូត្រតាមលោកគ្រូយើងមើលត្បិតថាពេលខ្លះលោកគ្រូធ្វើការបង្រៀននោះវាមានរឿងពិបាកបន្តិចដោយសារមានកត្តាមួយចំនួនគឺតាមទូរស័ព្ទហ្នឹងគឺថាវារឿងនេះតិចណាអូខេយើងអត់ទាន់មានទេនេះអត់ទាន់មានពណ៌នាព្រឹត្តិការណ៍សំណេរតែម្ដងអញ្ចឹងនេះគេកាត់ចោលកាន់ចោលចូលដល់នេះមកដល់ជួតអត្ថបទពណ៌នាសំណេរសមត្ថភាពអត្ថបទព័ត៌មានពណ៌នាព្រឹត្តិការណ៍មកដល់អត់មានមែនអូខេបងប្អូនគឺថាយើងអាចសិក្សាហើយយើងសិក្សាចម្លើយតែម្ដងអូនមើលចម្លើយលោកគ្រូនៅក្នុងនេះគឺយើងអត់ពិបាកទេណាវិនមកពីសាលាណាចម្លើយនេះមកពីសាលាអីនេះសុភមង្គលហើយសប្តាហ៍ថ្ងៃរស់នៅឯណានេះសប្តាហ៍ថ្ងៃរស់នៅណានេះចម្លើយនេះចម្លើយនៅក្នុងភូមិអីចឹងដល់កន្លែងនេះហើយមុខរបររបស់ពុកម្ដាយរបស់គាត់នេះឃើញអត់នេះឪពុកគ្រូបង្រៀនម្ដាយជាមេផ្ទះចុះគាត់ជាកូនទីប៉ុន្មានបងប្អូនប្រហែលអ្នកបងប្អូន3នាក់កូនទី2អូខេហើយការណែនាំបង្ហាញពីចំណុចអ្វីខ្លះសំខាន់អ្វីខ្លះទី1គឺគោរពណាលោកគ្រូអ្នកគ្រូហើយបន្តមកទៀតគឺគេបង្ហាញពីឈ្មោះបង្ហាញពីសាលាមកពីសាលាណាបង្ហាញពីណាអាសយដ្ឋានបង្ហាញឪពុកម្ដាយវាពិបាកបន្តិចណាបងប្អូនបាទបង្ហាញម្ដងនេះលោកគ្រូសូមបង្ហាញគ្រប់លោកគ្រូអ្នកគ្រូរួចទៅឯទៀតបង្ហាញឈ្មោះមកពីសាលាអាសយដ្ឋានបច្ចុប្បន្នណាឈ្មោះឪពុកម្ដាយកូនជាកូនទីម៉ានណាបងប្អូនមានតែបង្ហាញបងប្អូនហើយការរៀនសូត្រពូកែលើមុខវិជ្ជាជាអីណាឃើញការបង្ហាញមកគេចឹងបាទអូខេអូនយល់បានហើយចូលដល់លំហាត់ត្រង់ចំណុចលំហាត់នេះគឺអូនត្រូវស្រង់នេះចូលក្នុងសភៅហើយទៅសេមកដូចអ្វីដែលជានឹងសួរជំរាបសួរអ្នកគ្រូជំរាបសួរភ័ក្រទាំងអស់គ្នាអូនឈ្មោះកណាអូនឈ្មោះខអញ្ចឹងទៅអូនឈ្មោះកណាមកពីណាអីអញ្ចឹងទៅសាលាណាអូនឈ្មោះអីអញ្ចឹងអត់ពិបាកទេបាទអញ្ចឹងមេរៀននេះលោកគ្រូសូមបញ្ចប់ប៉ុណ្ណេះសិនដោយសារមិនសូវជាលំបាកប៉ុន្មានទេហើយបងអូនត្រូវកត់ណាអូខេអញ្ចឹងយើងចាំជួបគ្នានៅមេរៀនបន្តទៀតនៅវីដេអូក្រោយមួយទៀតហើយបងប្អូនខំជួយធ្វើការងារពុកម្ដាយណាកុំខ្ជិលកុំច្រអូសឲ្យស្អាតខ្លួនឲ្យបានស្អាតពេលចូលរៀនពេលទៅរៀនពេលនៅផ្ទះសម្អាតជួយបោសសម្អាតផ្ទះឪពុកម្ដាយជួយលាងចានដាំបាយធ្វើម្ហូបគាត់ណាព្រោះគាត់បំពេញការងារដើម្បីយើងអញ្ចឹងអូនទាំងអស់គ្នាត្រូវខំប្រឹងណាអត់មានខ្ជិះខ្ជាយពេលវេលាអត់ប្រយោជន៍ទេកុំយកទូរស័ព្ទមកប្រើប្រាស់សម្រាប់ទៅលេងហ្គេមឬក៏មើលអ្វីដែរវាអត់ជាប្រយោជន៍ដល់ការរៀនឬក៏ជាចំណេះដល់ខ្លួនឯងណាអូខេអញ្ចឹងយើងចប់ប៉ុណ្ណេះសិនអរគុណបងប្អូនបាទ